មកលេងអង្គរសង្ក្រាន្តនៅទីនេះនៅទីនេះនៅទីនេះខ្ញុំមកដល់អង្គរគឺខ្ញុំមកលេងភូមិខ្ញុំសិនដោយសារតែខ្ញុំមកមុនថ្ងៃគេចាប់ផ្ដើមកម្មវិធីអញ្ចឹងការរៀបចំនៅហាត់សមនៅកាយកុនបន្ថែមអត់ទាន់ហើយរួចរាល់ទេក្អមទឹកភូមិខ្ញុំនេះធំមែនតើអ្នកទាំងអស់គ្នាហើយផ្លែឈើនេះគេដាក់មែនតើហ្មងណាទីតាំងភូមិខ្ញុំនេះគេមានលេងល្បែងប្រជាប្រិយមានសាលាឆទានមានឆាកសម្ដែងអីផ្សេងអញ្ចឹងទៅហើយក៏គេមានលក់អីញ៉ាំដែរអត់ទាន់ដល់ថ្ងៃមែនតើតែចាប់ផ្ដើមមានភ្ញៀវច្រើនបដាហាខ្ញុំពិតជាស្រឡាញ់ទីតាំងនៅមុខអង្គរមែនអ្នកទាំងអស់គ្នាជាពិសេសកន្លែងផ្លូវដើរនេះហ៎អូយស្អាតខ្លាំងណាស់នេះមើលឡើងចង់ដាច់កតុយថ្មីតែម្ដងណាគឺច្រើនមែនតើហើយឡើង colorful អញ្ចឹងការរៀបចំអត់ទាន់ហើយអញ្ចឹងកន្លែងខ្លះគឺគេអត់ទាន់ឲ្យយើងចូលបានទេខ្ញុំស្រឡាញ់ផ្កានៅស្ពានអង្គរហើយអ្នកទាំងអស់គ្នាបានមកឃើញនេះខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងប្លែកៗដូចខ្ញុំដែរនៅមុខអង្គរមានកន្លែងប្លែកៗច្រើនណាស់អ្នកទាំងអស់គ្នាតែខ្ញុំបានថតអស់ដោយសារតែគេរៀបចំអត់ទាន់ហើយខ្ញុំស្រឡាញ់ការរៀបចំនៅសង្ក្រាន្តអង្គរគឺគាត់បានដាក់បង្ហាញនៅអ្វីដែលជារបស់ខ្មែរច្រើនមែនតើខ្ញុំមកដល់កន្លែងថ្មីមួយទៀតភូមិរចនាអ្នកសៀមរាបប្រហែលជាស្គាល់ហើយតពាំងសេះនៅមុខប្រាសាទអង្គរយើងនេះឯងខ្ញុំសរសើរការរៀបចំអង្គរសង្ក្រាន្តគឺគាត់បានដាក់រួមបញ្ចូលនៅអ្វីដែលជារបស់ខ្មែរនៅក្នុងនោះ detail ច្រើនមែនតើហើយកន្លែងនេះឡើងប្លែកមានតោអង្គុយជាប់មកទឹកអីណាមើលជុំវិញតពាំងសេះនេះភាគច្រើនសុទ្ធតែកន្លែងលេងចាំខ្ញុំនាំទៅកន្លែងបន្តទៀតបន្ទាប់ពីភូមិរចនាយើងមកលេងតលេងកាក់ទាំងអស់គ្នាខ្ញុំចាប់អារម្មណ៍ទៅលើដើមឈើដែលគេរៀបចំនេះស្អាតខ្លាំងមែនតើអញ្ចឹងកម្មវិធីនៅតពាំងសេះនេះគេមានតំបន់តង់សាប៊ូគេមានកញ្ញាធ្លាក់ទឹកគេមានតន្ត្រីស្គរដីគេមានបដាល់លើទឹកគេមានជីកង់លើទឹកនិយាយអញ្ចឹងទៅមានកម្មវិធីគេច្រើនមែនតើនៅជុំវិញស្រះតពាំងសេះនេះណាហើយបដាល់លើទឹកនេះដូចកូនក្មេងពងលេងអញ្ចឹងអូគេសប្បាយអរគេណានេះការរៀបចំនេះគេកាត់គោអ្នកទស្សនាមែនតើគេយកស្បូវមកធ្វើកៅអីអង្គុយទៀតមកដឹងថាគេមានទូកឲ្យជិះលេងទេណាអ្នកទាំងអស់គ្នាកន្លែងនេះគឺកន្លែងឲ្យយើងរាំតន្ត្រីស្គរដីហើយនៅគេចូលចិត្តរាំអីអាចមកលេងនឹងបានជឿជាក់ថាបងដែលកំពុងតែរៀបចំអង្គរសង្គ្រាមនេះគឺពួកគាត់កំពុងតែខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការរៀបចំឲ្យបានស្រស់ស្អាតសម្រាប់យើងទាំងអស់គ្នាចឹងហើយសង្គ្រាមអង្គរខាងមុខនេះអ្នកទាំងអស់គ្នាកុំភ្លេចចូលរួមឲ្យបានច្រើនកកណា